វាគិតច្រើនបើគិតមានប្រយោជន៍វាមិនអីទេប៉ុន្តែយើងរាល់ថ្ងៃវាគិតអត់ប្រយោជន៍ច្រើនពេកណាគិតនឹងគិតមិនដឹងជាស្អីគិតវាមិនចេញសោះហ្នឹងគេថាចេញតែស្អីឧទាហរណ៍ឲ្យពិសេសនេះការប្រើរាល់ថ្ងៃអា Facebook អីហ្នឹងវាច្រើនពេករឿងស្អីក៏លឺដែរញាតិញោមឯងប្រើច្រើនពេកជួនកាលខ្វល់គេដែរណាហើយបើខ្វល់នៅក្នុងរឿងដែលជួយបានវាមិនអីទេដល់ខ្វល់ឲ្យលូទៅម្នាក់ឯងជួយវាអត់កើតហ៎បានត្រឹមតែមកខ្វល់ហើយដល់ខ្វល់យូរទៅវាជាកំហឹងដាក់ពីនេះដាក់ពីនោះជួនកាលចេញជាអ្នកក្លាហានជេរពេញ Facebook ចឹងទៅអត់ប្រយោជន៍អីផងហ្នឹងហើយអញ្ចឹងបានអ្វីក៏ដោយបើយើងចង់កែមនុស្សវិធីរបស់ព្រះពុទ្ធចេញពីខ្លួនយើងមិនត្រឹមតែពាក្យសម្ដីទេគឺចេញពីការប្រព្រឹត្តរបស់យើងហើយទៅមនុស្សនៅចិត្តយើងព្រះពុទ្ធអត់មាន Facebook ទេកាលនោះភាសាដំបូងព្រះអង្គប្រោសបានតែ60អង្គឯងលោកមួយឆ្នាំមួយភាសាអត់ទៅនិយាយណាក្រៅមុនទេប្រឹងអ្នកនៅចិត្តខ្លួនកាលណាអ្នកនៅចិត្តខ្លួនមានការយល់ដឹងច្បាស់លាស់ហើយម្នាក់បរិយទៅបានតែពីរអ្នកឃើញវាចាប់ដើមរីកទេស្អីក៏ដោយมันខុសពីឆ្នាំយើងលេបក៏มันខុសពីមេរោគដែលវាឆ្លងដែរមេរោគចូលទៅក្នុងខ្លួនយើងវាមិនដែលចូលទៅមកកឆេមែនទេចូលតិចទេណាតែកាលណាវាបរិយពីខ្លួនវាទៅច្រើនទេពេញខ្លួនឆ្នាំដូចគ្នាតែម្ដុំប៉ុណ្ណឹងចេញទៅបើវាសាចេញទៅជឿបើខ្លួនឯងវាគ្មានស្អីផងវាបានអីសាយសេចក្តីល្អដូចគ្នាបើយើងអត់មានសេចក្តីល្អក្នុងចិត្តនឹងទុកផ្សាយឲ្យគេឬក៏យើងត្រូវនិយាយឲ្យគេធ្វើល្អមុនយើង